នាំគ្នាដើរផ្សារបើខ្ញុំវិញខ្ញុំអត់ស្គាល់ទេបងប្អូនអើយភូមិសាស្ត្រហ្នឹងប៉ុន្តែបងប្អូនខ្មែរយើងគាត់ថាហ្នឹងគេហៅផ្សារតាជួសាច់ជ្រូកផ្សារនេះគេហៅផ្សារតាខ្មៅមកលើកទី1នេះផ្សារនេះអូយនៅតាមខេត្តបាត់ដំបងឬក៏តាមខេត្តផ្សេងអត់សូវមានមនុស្សនៅភ្នំពេញបងប្អូនអើយមនុស្សមិនដឹងថាមកពីណាពីណីទេច្រើនណាស់ពេលល្ងាចពេលថ្ងៃពេលណាក៏មានមនុស្សដែរបើមកជួននេះវិញអង្គុយលក់ត្រីនឹងស្អិតត្រីទលេបងប្អូនអើយត្រីស្រស់ល្អបើមិញម្នាក់នេះហងគាត់លក់ពោតនេះពោតអើយក្តៅទឹកស្ងោរហៅក្តៅនេះអូយពោតនេះផ្លែល្អមែនតែនសាច់ឡើងណែនក្តៅគាត់លក់ដាច់ទៀតណាយកមកលក់អញ្ចឹងលក់មិនតាន់បានប្រហែលផងគាត់លក់ចង់អស់បាត់ហើយនេះលក់ដាច់ទៅហាវហ្មងផ្សារនេះធំមកសម្បូរមនុស្សក៏មនុស្សច្រើនបើងាកមកផ្នែកខាងនេះវិញសិតតែត្រីទលេបងប្អូនអើយនៅចិត្តនឹងនៅពេញគេយកត្រីទលេមកលក់ភាគច្រើនគឺត្រីទលេបើមកខាងនេះផ្នែកខាងប៉ាអែមគេមូខួងលក់ទៀតអាស្អីអាណែមកបងប្អូនគេលាយគ្រឿងសមុទ្រគ្រឿងអីគេហៅខួងជួរនេះសម្បូរត្រីទលេ